ខ្ញុំឈ្មោះឈឿនសិពេចបច្ចុប្បន្នធ្វើការងារនៅក្លឹបមកកន្លែងដែលកាន់ផ្នែករដ្ឋបាលហើយនិងគណនេយ្យដើម្បីឲ្យខ្លួនឯងខ្លាយទៅជាដឹកនាំសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់បានតាក់ទងជាមួយនឹងវគ្គបណ្ដុះបណ្ដាលដូចជាច្បាប់លើកកម្ពស់តាក់ទងជាមួយនឹងសិទ្ធិជនមានពិការភាពក៏ដូចជាតាក់ទងជាមួយនឹងយុទ្ធសាស្ត្រផ្សេងៗពាក់ព័ន្ធជាមួយនឹងការកសាងបរិយាបន្នខ្ញុំចង់ផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងការផ្ដល់ឱកាសដល់អ្នកដែលមានពិការភាពជាពិសេសស្ត្រីដែលមានពិការភាពក្នុងការចូលរួមនៅក្នុងសង្គមឲ្យកាន់តែច្រើនឡើង